សូមគោរពជម្រាបសួរបាទសូមជួយមេរៀនដល់កម្រមួយដល់បងប្អូនយើងមានกระดาษឯកសារមួយសន្លឹកដល់ពេលយើងព្រីនចេញមកវាចេញមកបែបនេះវាអត់ដល់កែមកระดาษដល់ក្រោមដូចនេះទេដូច្នេះបងប្អូនដើម្បីឲ្យព្រីនបានស្តង់ដារដូចក្នុងកុំព្យូទ័រយើងបងប្អូនចូលទៅមើល paper size សិនបាទបើយកពេលស្អាប់ប្រហែលយើងមកមើល top នេះយើងយកមួយពីលើមកក្រោមយកមួយហើយពីក្រោមដល់លើនេះយកមួយហើយខាងឆ្វេងដៃនេះយើងយក 2.5 ហើយខាងស្ដាំដៃយើងយកមួយដល់ពេលបងប្អូនដាក់ខ្នាតត្រូវអស់ហើយកระดาษ A4 ត្រូវអស់ហើយអញ្ចឹងបងប្អូនព្រីនមកវាចេញមកបែបនេះបាទអញ្ចឹងដើម្បីកុំឲ្យព្រីនចេញមកបែបនេះបងប្អូនមកធ្វើតាមខ្ញុំបាទយើងចូលមក Customize Quick Access Toolbar បាទត្រង់នេះបាទ Customize Quick Access Toolbar បងប្អូនចូលត្រង់នឹងមកហើយរួចហើយយើងចូលមកពាក្យថា More Comment បាទ More Comment ហ្នឹងយើងមក Advanced នៅពេលណាដែលយើងនេះយើងអូសមកក្រោមរហូតយើងរកអត់ឃើញទេយើងអូសមករហូតប្រភេទថា Print នេះបងប្អូនអញ្ចឹងបងប្អូនមើលតាមខ្ញុំរហូតមកក្រោមមកអញ្ចឹងមានកន្លែង Scale Content for A4 នេះហើយឬក៏8.5 គុណនឹង11 អ៊ីងអញ្ចឹងຂະຫນាតនេះគឺជាຂະຫນាត letter គឺกระดาษសម្រាប់បរទេសគេប្រើអញ្ចឹងកាលណាយើង print ឯកសារ A4 យើងវារត់មកទូចេះបាទដូច្នេះដើម្បីបងប្អូន print មកឲ្យបានអក្សរយើងទំហំដដែលហើយកระดาษ A4 យើងចេញមកស្អាតបែបដូចក្នុងកុំព្យូទ័រនេះហើយដល់ពេលយើងអត់ដល់ទីវាចេញបែបនេះបាទបងប្អូនមើលទៅអញ្ចឹងវាចេញអត់ស្អាតវាទូចអក្សរនេះដាក់11អញ្ចឹងទៅចេញមក10ខូចអញ្ចឹងទៅបាទបងប្អូនចាំបងប្អូនមើលត្រង់នេះដល់ធីកមួយនេះចោលបាទរួចហើយអូខេបងប្អូនអូខេមកអញ្ចឹងយើងប្រើបានរហូតហើយហ្នឹងក្នុងកម្មវិធី Word Excel មួយរបៀបផ្សេងមួយទៀតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនអាចសិក្សាមើលឲ្យតេស្តមើលសិនព្រីនឯងមើលតើព្រីនមកមានបញ្ហាដូចនេះមែនអត់បើថាដូចហ្នឹងបងប្អូនមកធ្វើតាមខ្ញុំមកខ្ញុំចូលឲ្យមើលម្ដងទៀតមួយបាទចូល Customize Quick Access ហ្នឹងមកហើយយើងមក More Comment ហើយមក Advanced បាទនេះកុំឲ្យថាមិញលឿនពេកបងប្អូនមកមើលម្ដងទៀតហើយយើងទាញវាមកក្រោមមកទាញតិចដល់មកកន្លែងអក្សរ print នេះឡើងគ្រប់ print វានេះបាទអញ្ចឹងបងប្អូនមកដល់ទីត្រង់នេះចេញណាបើមានណាត្រូវធម្មតាកុំព្យូទ័រកាលណា set up ថ្មីមកបញ្ចូល Office មកថ្មីគឺជាប់ទាំងអស់បាទមិនថា365អាស៊ីនឬក៏អា copy ឬក៏អត់ពូលក៏នៅតែជាប់ទាំងអស់បាទបងប្អូនអញ្ចឹងបងប្អូនមកដល់ទីនឹងចោលហើយអូខេមកបាទព្រោះឲ្យបងប្អូនព្រីនសាកមើលទៅយើងនឹងបានឯកសារយើងស្អាតដូចនេះហើយបាទខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមគោរពលាបាទសូមជួយ like ជួយ share ផងបងប្អូន